នៅតែអរគ្នាខ្ញុំសាគូរ៉ាតោះយើងមកបន្តសេះរឿងរបស់យើងទៀតយប់នេះយើងក៏បានឃើញថៃហាកំពុងតែសប្បាយចិត្តជាមួយនឹងកដោរបស់គាត់រចាយវិញគាត់ឃើញអញ្ចឹងអត់យល់សោះហ្មងដឹងជាសប្បាយចិត្តអីទេបើសមដៃនឹងពាក់បានតាមរៀម4ហ្នឹងហើយខាចាយហេសូរបស់យើងច្បាស់រឿងសម្ភារៈប្រើប្រាស់របស់ផផហើយមួយម៉ែលើមកទិញសមដៃទួយអីគេចឹងព្រោះថៃហាវិញគាត់អត់ខ្វល់ទេរឿងទំហំហ្នឹងសំខាន់ឲ្យតែក្រាបមកគាត់ទិញឲ្យគឺគាត់សប្បាយចិត្តហើយរចាយគាត់ឆ្ងល់ហ្មងបបោះដឹងថាម្នាក់ហ្នឹងអត់សូវមានលុយទេហើយហេតុអីក៏គាត់នៅតែចង់បានកដោពីនាងទៀតឬក៏គាត់ស្រឡាញ់នាងមែនហើយគាត់មិនឆ្លាតនោះទេប៉ុន្តែគាត់សាកឲ្យប្រចាយទាយលេងសិនបើឲ្យនិយាយតាមត្រង់ទៅប្រចាយគាត់គិតថាទង្វើរបស់បូស្ថេហាហ្នឹងដូចមិនជាក្តីស្រឡាញ់នោះទេតែពេលខ្លះទៅគាត់បែងចែកអត់ដាច់ហ្មងមួយរយៈដែលគាត់ខ្លុំមើលថេហារហូតគាត់គិតក្នុងចិត្តថាបើសិនជាថេហាចង់បានម្នាក់ហ្នឹងមែននោះគាត់ទៅចេះលុយបន្តិចបន្តួចទៅបានហើយហើយបានជាគាត់សុខចិត្តទុកឲ្យនាងនៅជាមួយនឹងប្តីដ៏អាក្រក់របស់នាងឡើងយូរហើយទុកឲ្យពេលវេលាជាអ្នកផ្ដល់ឱកាសឲ្យគាត់ទៅវិញឬក៏អ្នកមានគឺជាធ្វើអីប្រវាអញ្ចឹងអូយប្រចាយគាត់ថាគិតមិនក៏គិតមិនយល់ដែរពេលច្រាក់បែកនេះហ៎ចុះមកដល់មកសម្រាប់យើងក៏បានឃើញថាថេហាហ្នឹងគាត់មើលអតកតាខ្លាឃ្មុំហ្នឹងហើយសម័យទៅដល់ម្ចាស់គេរហូតបើសិនជាលើហ្នឹងបានដេកអម្ចាស់មិនដឹងជាល្អយ៉ាងណាទេបើហេសូវិញយប់នេះនាងមានរឿងត្រូវគិតទៀតហើយនោះក៏ដោយសារតែអូនស្រីមួយនៅហាមផ្កាកាលពីថ្ងៃមិញនាងក៏បានគិតម្ដងទៀតតាក់ទងជាមួយអារម្មណ៍របស់នាងចំពោះថេហាហេសូក៏ថានាងប្រហែលជាមានអារម្មណ៍ល្អជាមួយនឹងគាត់ហ្នឹងក៏ដោយសារតែនាងកំពុងទៅជួបបញ្ហាច្រើនពេកតាំងពីតូចមកគឺនាងតែតែមានអារម្មណ៍ឯកាបែបនេះហើយនៅពេលនរណាម្នាក់ចូលមកចិត្តហើយនឹងផ្ដល់ភាពកក់ក្ដៅមកឲ្យនាងហើយនាងចេះតែចង់ចាប់គេទុកហើយភ័យខ្លាចក្នុងការបាត់បង់បុគ្គលម្នាក់នោះដូចជាថេហានៅពេលនេះអញ្ចឹងនាងដឹងច្បាស់ថាពួកគេគឺមិនអាចបន្តទៅមុខបានទៀតនោះទេកាត់ចូលមកដល់ពេលស្អែកឡើងនៅពេលដែលថេហាជួនាងត្រឡប់មកផ្ទះវិញមកដល់ភ្លាមគាត់ប្រាប់នាងថាឲ្យចូលទៅខាងក្នុងទៅដោយសារតែនៅខែវនឹងត្រជាក់ខ្លាំងហើយចំពេលគាត់ទៅដល់ផ្ទះចាំគាត់ផ្ញើសារមកនាងទៀតប៉ុន្តែសុកហេសូក៏បានទាញគាត់ចូលទៅខាងក្នុងនេះក៏ព្រោះតែនាងមានរឿងត្រូវនិយាយជាមួយនឹងគាត់បានគេអូដៃចូលក្នុងអញ្ចឹងថេហាគេឡើងសប្បាយចិត្តស្មានតែមីងមានរឿងរំភើបមកឲ្យគាត់ឯតាតែដល់ពេលហើយមានអញ្ចឹងណាហេសូក៏ចាប់ដើមសួរទៅកាន់គាត់ថាមានចាំអូនស្រីម្នាក់ដែលធ្វើការនៅហាមផ្កាជាមួយនឹងនាងដែរអត់ខ្ញុំចាំបានតាមិនសមមិញនិយាយមួយគេយូរមីងប្រចាំមែនភ្លាមហេសូក៏បាននិយាយថាបើសិនជានាងឲ្យគាត់តាក់ទងជាមួយនឹងម្នាក់ហ្នឹងតើគាត់គិតមិនដែរលឿនអញ្ចឹងថៃហាគាំងបដ យហេសូបន្ថែមថាគាត់មិនចាំបាច់តាក់ទងជាមួយនឹងម្នាក់នឹងក៏បានដែរតែនាងចង់ឲ្យគាត់ទៅរាប់អានមនុស្សស្រីដែលមានអាយុប្រហាក់ប្រហែលនឹងគាត់បើមិនអញ្ចឹងទេស្លាញ់ម្នាក់មួយដែលអាសាខលមកនឹងក៏បានដែរនាងក៏ថាគាត់សង្ហាអញ្ចឹងមើលទៅក៏មិនពិបាករកសង្សារដែរភ្លាមថៃហាក៏បានប៉ះមាត់របស់នាងគាត់ជឿថាបើសិនជាពួកសិស្សទាំងអស់ហ្នឹងដឹងតែគាត់ធ្លាប់តាក់ទងជាមួយនឹងមនុស្សដែលធ្លាប់មានប្តីនោះប្រហែលជាពួកគេមិនចូលចិត្តគាត់ទៀតនោះទេអាហ្នឹងឯងគឺជាអ្វីដែលហេសូកំពុងតែចង់និយាយហ្នឹងគឺនៅថៃហាចាប់អារម្មណ៍ជាមួយនឹងមនុស្សស្រីដែលមានអាយុច្រើនជាងហើយសំខាន់ណាស់ធ្លាប់មានប្តីទៀតនាងគិតថាអាហ្នឹងវាលើបន្តិចហើយបើសិនជាប៉ាម៉ាក់របស់គាត់ដឹងគាត់នឹងធ្វើមកទៅហើយនឹងមានមិត្តភ័ក្តិរបស់ថៃហាទៀតពួកគេប្រកាសជាសាច់ចំអកហើយនឹងលេងហប់ហោគាត់ដូចនេះថៃហាគួរតែគិតម្ដងទៀតភ្លាមព្រោះហ្នឹងអត់មាននិយាយអីទេគឺចាប់ទូរស័ព្ទរបស់យើងថើបដោយអាហ្នឹងហើយចេះដឹងរឿងគេពេកឯគេចាប់ថើបអញ្ចឹងហើយនៅជ្រៀតចេញមកនិយាយតទៀតណានាងថាបន្ទាប់ពីត្រូវបានមានឈលក្បត់ហើយបានមកជួបថៃហានឹងដឹងពីចិត្តរបស់គាត់ពេលខ្លះហេសូក៏ទប់ខ្លួនឯងអត់ជាប់ដែរនាងពិតជាចង់ធ្វើទៅតាមអ្វីដែលថៃហាបានប្រាប់នាងចង់ស្រឡាញ់គាត់ចង់តាក់ទងគាត់ព្រោះថាគាត់នឹងស្អាតសង្ហាជាងប្តីរបស់នាងហើយសំខាន់ណាស់ក្មេងជាងទៀតបើសិនជាបែបនោះមែននាងប្រកាសជាឈរស្អាតឯណាណៃម្ដងតែថាទោះបីជានាងគិតប្រមាណដងក៏ដោយក៏នាងនៅតែមិនអាចធ្វើទង្វើស្មោករកបែបនេះបានដែរសម្រាប់នាងថៃហាគឺជាមនុស្សដ៏ល្អម្នាក់ក្នុងនាមនាងជាមនុស្សធំនាងមិនចង់បំផ្លាញអនាគតរបស់គាត់នោះទេមួយរយៈពេលដែលនាងស្ម័គ្រចិត្តនៅក្បែរគាត់នេះក៏ដោយសារតែនាងឯកាខ្លាំងពេកឥឡូវហ្នឹងហេសូទទួលស្គាល់ហើយថានាងត្រូវការក្តីស្រឡាញ់ត្រូវការអ្នកថ្នាក់ថ្នមហើយអាចនៅក្បែរនាងនឹងជួយនាងបានគ្រប់បែបយ៉ាងហេសូនិយាយបដាយំបដានាងសង្ឃឹមថាអ្វីដែលនាងបាននិយាយមុននេះថៃហាប្រកាសជាយល់ព្រោះថៃហាវិញក្នុងចិត្តគឺអត់ចង់ចេញទៅណានោះទេប៉ុន្តែដើម្បីឲ្យនាងបានធូរគាត់ក៏បាននិយាយថាទោះបីជាគាត់មានចិត្តស្រឡាញ់មកលើនាងមែនប៉ុន្តែគាត់មិនបានបង្ខំនាងនោះទេបើសិនជានាងមិនចង់ជួបគាត់មិនចង់ឲ្យគាត់ជូនត្រឡប់មកផ្ទះវិញហើយមិនចង់និយាយជាមួយនឹងគាត់ទៀតទេអាចប្រាប់គាត់បានគាត់សន្យាថានឹងស្ដាប់តាមនាងហើយនឹងចេះឆ្ងាយមិនឲ្យនាងឃើញមុខគាត់ទៀតនោះទេដឹងប្តីអ្នកគេខ្លាយនេះប៉ិនសំដែងដល់ហើយមើលអត់ស្ទើរហៅយំហៅអីណាទៀតបន្ទាប់ពីរឿងនេះកើតឡើងពេលយំហេសូក៏បានផ្ញើសារទៅប្រាប់គាត់ថាថ្ងៃស្អែកហ្នឹងមិនបាច់មកយកនាងនោះទេហេសូដឹងច្បាស់ថាខ្លួនឯងពិតជាមិនអាចដាក់ចិត្តដែលគាត់ទៅជារហូតទេហេតុនេះមានតែសាររក្សាគម្លាតជាមួយនឹងគ្នាសិនកាត់មកមើលនៅខាងថៃហានេះវិញនេះគាត់បានហៅប្រចាយមកទៀតហើយបែបហ្នឹងគាត់ខំមកឈរឡើងមួយថ្ងៃក៏ប៉ុន្តែថៃហាអត់មាននិយាយជាមួយគាត់សូម្បីតែ
មួយម៉ាត់ដល់តែអញ្ចឹងទៅគ្នាឈរចង់ញ័រជើងមិនទេនេះឆ្ងល់ដែរអ្នកមានធ្វើអីប្លែកៗបើមិននិយាយអីទេហើយលេងហ្គេមដូចតែថ្ងៃមុនក៏បានដែរអាស្ងាត់ហ្នឹងមកជុំឯងងុំមុខទេហាដោយប៉ាបគាត់ដល់តែអញ្ចឹងទៅប្រច័យក៏កាន់តែខ្លាចថែមទៀតបន្តិចក្រោយមកទេហាក៏ព្រមហៅមាត់និយាយហើយគាត់ថាគាត់ហៅប្រច័យមកហ្នឹងព្រោះតែចង់ឆ្លើយជាមួយនឹងសំណួររបស់គាត់ដែលបានសួរកាលពីថ្ងៃមុនទេហានៅចាំបានថាកាលពីគាត់នៅក្មេងគាត់ធ្លាប់មើលរឿងភាពយន្តស្នេហាមួយតួឯកប្រុសបានជួយមនុស្សស្រីជាទីស្រឡាញ់របស់គាត់ទៅសន្តាគារដោយសារតែនាងស្វឹងខ្លាំងពេកនៅក្នុងបន្ទប់មួយនោះគឺស្ងប់ស្ងាត់ខ្លាំងមែនទែនមានតែពួកគេពីរនាក់ប៉ុណ្ណោះប៉ុន្តែខាងប្រុសមិនបានប៉ះពាល់ខាងស្រីសូម្បីតែបន្តិចកាលនោះដោយសារតែថេហានៅតូចពេកអញ្ចឹងទៅគាត់មិនយល់ទេថាហេតុអីបានជាគេធ្វើអញ្ចឹងប៉ុន្តែមកដល់ពេលឥឡូវហ្នឹងគាត់យល់ហើយនេះគឺជាការចេះទុកអារម្មណ៍ហើយនឹងឲ្យតម្លៃគ្នាទៅវិញទៅមកគាត់ទៅលើពាក្យសម្ដីបែបនេះចេញពីកូនមហាសេដ្ឋីដែលមានអំណាចបំផុតរចាយគាត់ហួចចិត្តខ្លាំងមែនទែនគាត់មិននឹកស្មានថាថេហាអាចនិយាយពាក្យនឹងបាននោះទេអានេះបើលោកម្ចាស់គាត់ឮក៏គាត់សើចដែរការចាំមកដល់ថ្ងៃបន្ទាប់ពេលនេះយើងក៏បានឃើញថាហេសូចាប់ផ្ដើមផ្លឹកទៀតហើយបងមួយអ្នកធ្វើការជាមួយនាងនៅហាងលក់សាច់អាំងគាត់ក៏បានហៅនាងមកសួរថ្ងៃហ្នឹងចម្លែកមែនធ្វើអីខុសរហូតតែដល់ហដងអត់ដែរអញ្ចឹងនោះទេបើអត់សួរខ្លួនអីសម្រាប់ខ្លះក៏បានដែរពេលហ្នឹងទោះបីជាហេសូបកាច់មិនក៏ពួកគាត់ចាក់សួរដល់តែចេញដែរហើយចុងក្រោយមានអីហៅមកតកមូលអង្គុយនិយាយគ្នាបណ្ដោយដល់តែអញ្ចឹងទៅហេសូក៏លេងលាក់ពួកគាត់ទៀតដែរណាមួយហងៃគុំតែបានពួកគាត់នឹងហើយផ្ដល់ដំបូន្មានហើយក៏ជួយដោះស្រាយបញ្ហាក្នុងជីវិតនាងមករហូតហេសូក៏បានសួរទៅកាន់ពួកគាត់ថាធ្វើម៉េចដើម្បីបដិសេធមនុស្សដែលស្រឡាញ់យើងឲ្យបានសួរអួនបន្តិចខ្ញុំសួរហ្នឹងសួរឲ្យមិត្តភក្តិខ្ញុំឯណាចាំបាច់ខ្មាស់គេដែរនេះគ្រាន់តែប៉ុណ្្នឹងគេដឹងថាសួរឲ្យខ្លួនឯងបាត់ហើយប៉ុន្តែយ៉ាងណាពួកគាត់មានគំនិតល្អមួយលក្ខខណ្ឌមួយហ្នឹងគឺធានាថាមកបានផលហ្មងអានេះចង់យកវាទៅប្រើជាមួយនឹងគ្រួសារមិត្តភក្តិបងប្អូនអីបានទាំងអស់ចង់នឹងអត់ថានឹងអីគេអានោះគឺជាលុយពួកគេបានប្រាប់ឲ្យហេសូហ្នឹងសាកទៅសុំលុយម្នាក់ហ្នឹងបើគេស្មោះមួយយើងមែនហើយគេឲ្យយើងហើយប៉ុន្តែបើគេអត់ស្មោះទេគេដឹងទៅហត់ចោលយើងប្រូចហ្មងខ້ອຍបានលឺដំបូងមានទាំងអស់នោះហេសូត្រឡប់មកផ្ទះវិញហើយនាងក៏បានផ្ញើសារទៅកាន់ថេហាបដ ாய் ដំបូងឡើយនាងសុំខ្ចីពីគាត់តែ$10000តែដល់តែគិតថាអាហ្នឹងវារៀងស្ទើរពេកអញ្ចឹងទៅក៏បន្ថែមបដ ாய் បើថេហាវិញប្រហែលថ្ងៃហ្នឹងហើយគាត់បានតាក់ទងជាមួយនឹងនាងនោះទេហើយដល់ទៅពេលនាងឆាតមកម្ដងទៀតគាត់សប្រែងហ្មងហើយឡើងខ្ចីសិតតែ$10000គាត់តែប៉ុណ្្នឹងថេហាដឹងថានាងចង់លេងស្ទាយអីបាត់ហើយលុយតែប៉ុណ្្នឹងអីផោមក៏ចេញដែរនេះបន្ទាប់ពីបានផ្ញើសារនឹងចេញទៅហើយហេសូបាត់ដំណឹងរបស់គាត់ឈឹងហ្មងមកអាទិត្យហើយអត់មានឃើញសារផ្ញើមកវិញនោះទេហើយសូម្បីតែនៅហាងផ្កាក៏មិនដែលឃើញគាត់មកទិញដែរនាងក៏ថាមើលទៅគាត់ប្រហែលជារត់បាត់ហើយក៏មិនដឹងព្រោះថាបើសិនជាក្មេងធម្មតាលុយប៉ុណ្ណឹងមិនដឹងជាគាត់រកមកពីណាទេកំឡុងពេលប៉ុន្មានថ្ងៃនេះហេសូក៏បានត្រឡប់ទៅធ្វើការនាងនឹងរស់នៅដោយធម្មតាថ្ងៃនេះនៅហាងលក់ស៊ុបមានក៏រករឿងនាងទៀតហើយបាទដែរហ្នឹងធ្វើការនៅកន្លែងផឹកស៊ីអញ្ចឹងនៅតាមផ្លូវត្រឡប់មកផ្ទះវិញហេសូក៏បានរំលឹកពីគាត់រហូតឥឡូវនេះនាងមានអារម្មណ៍ថានៅគាត់ខ្លាំងមែនទែននាងចង់ដឹងសុខទុក្ខរបស់គាត់តើឥឡូវហ្នឹងគាត់មិនយាយមានយល់សប្តិដោយការពីលើកមុនទីរត់ចុះសំដៅបើនាងទិញឲ្យគាត់ចូលចិត្តរត់ហើយនៅជិះម៉ូតូទៅទីខ្ពស់នោះមើលទីក្រុងយប់ម្នាក់ឯងទីរត់នាងនៅចាំបានគាត់ធ្លាប់ប្រាប់នាងថាគាត់ចូលចិត្តទៅកន្លែងហ្នឹងខ្លាំងមែនតើនៅពេលដែលគាត់អត់សប្បាយចិត្តនៅពេលដែលនាងបានដើរកាត់ហាងលក់តុក្កតាខ្លាឃ្មុំនាងកាន់តែនៅគាត់ខ្លាំងជាងមុនទៀតគិតទៅនៅពេលដែលឲ្យវាទៅគាត់នាងភ្លេចប្រាប់គាត់ថាបើសិនជាថៃហាអាចដាក់វានៅក្បែរខ្លួននោះគាត់ប្រហែលជាលែងយល់សប្តិគាត់ទៀតហើយពេលខ្លះនាងក៏សោកស្ដាយដែរដែលនាងបដិសេធគាត់ព្រោះនាងដឹងច្បាស់ថានេះប្រហែលជាធ្វើឲ្យគាត់ពិបាកចិត្តខ្លាំងប៉ុន្តែវាក៏ល្អដែរបើសិនជាគាត់អាចបំភ្លេចនាងក្នុងពេលខ្លីហើយចាប់ផ្ដើមជាមួយនឹងមនុស្សថ្មីដែលក្មេងៗអាយុប្រហែលគាត់នោះអនាគតរបស់គាត់ប្រហែលជាល្អជាងនេះមកតែដៃស្ងាត់ថេហាចឹងឥឡូវងាកមកមើលថេហាវិញម្ដងមើលគាត់កំពុងតែធ្វើអីគេដែរនេះអ្នកទាំងអស់គ្នាមានទៅណាពីអ្នកប្រូចាយកំពុងតែវាយប៉ែមួយថាឲ្យហេសូខាពីល្ងាចមិញច្រឡំប្រូចាយអត់វាយទេប៉ែនឹងវាយម្នាក់ឯងតាទង្វើមេធំចេះអីសំបីតែអង្គរៈក៏ហ៊ានសើចគាត់ដែរអត់យល់ហ្មងនេះឲ្យមិនសុកមកដើរវាយគេតែមានរឿងមួយគ្នាចឹងភ្លាមថេហាក៏បានសួរទៅកាន់ប្រូចាយថាចេះវាយគ្នាអត់អញហើយសួរចឹងមានន័យថាម៉េចនេះគេឡើងអង្គរៈបើអញ្ចឹងដៃធ្ងន់អត់សុំវាយមកខ្ញុំពីបេះដៃមកហើយខ្ញុំធ្វើអីខុសមែនលើកនេះទោះជាសោកលុយបន្ថែមក៏ចាក់ហ៊ានធ្វើដែរការងារស្អីក៏ពិបាកវេទនាមិននេះអញ្ចឹងបើអត់វាយក៏បានដែរត្រឡប់ទៅផ្ទះវិញមុនណាថ្ងៃហ្នឹងថេហាគេមានការត្រូវទៅកន្លែងមួយនោះមកដល់ផ្ទះហេសូបាត់គាត់តែឃើញសាររបស់ថេហាដែលប្រាប់ថាគាត់មកដល់កន្លែងហ្នឹងភ្លាមហេសូចេញមកក្រៅភ្លាមហ្មងឃើញគាត់ភ្លាមនាងសប្បាយខ្លាំងមែនតើដោយសារតែគាត់ពាក់មកខ្មៅហើយលើខ្លួនរបស់គាត់ហ្នឹងមានស្នាមរបួសជាច្រើនកន្លែងទៀតមុនហ្នឹងរៀបតែដេញថាឲ្យត្រឡប់ទៅវិញឯតាដល់តែឃើញអាស្នាមហ្នឹងហើយនាងចាប់ដើមខឹងគាត់បណ្ដោយ
នាងឆ្ងល់ខ្លាំងមែនទែនមិនក៏គាត់ចេះតែឲ្យគេវាយបានអញ្ចឹងលើកនេះនាងព្រមលាបថ្នាំឲ្យគាត់ក៏ប៉ុន្តែលើកក្រោយបើសិនជាគាត់មានរឿងបែបហ្នឹងទៀតនាងនឹងមិនមើលគាត់ទេសូមប្រាប់ឲ្យហើយបន្ទាប់ពីនោះថៃហាក៏បានចូលមកខាងក្នុងឲ្យនាងលាបថ្នាំឲ្យលាបបដាហេសូនៅស្ទើរគាត់បន្ថែមទៀតក្រោយពីលាបថ្នាំអីឲ្យអស់ហើយនាងក៏បានដេញគាត់ឲ្យចេញតែថៃហាក៏បានបដិសេធគាត់និយាយថាឥឡូវហ្នឹងគាត់មានលុយហើយអញ្ចឹងទៅកុំដេញគាត់ចេញទៀតលើតែអញ្ចឹងហេសូនាងសឹងតែមិនចង់ជឿនាងគិតថាប្រហែលជាគាត់កុហកនាងហើយតែដល់តែពេលនាងទៅចាក់អាថងដែលគាត់ឲ្យមកហ្នឹងក៏ដឹងថាក្នុងហ្នឹងគឺសុទ្ធតែលុយហ្មងឃើញតែប៉ុណ្នេះនាងក៏បានគិតទៅដល់រឿងគាត់ភ្លាមហេសូសង្ស័យថាគាត់ហ្នឹងកំពុងតែធ្វើរឿងអីមិនល្អហើយបើមិនអញ្ចឹងមិនហៅលុយបានច្រើនម៉េះភ្លាមនាងក៏បានទៅកបួយកោអាវគាត់ចម្រិតសួរហ្មងតែថៃហាក៏បានចាប់ដៃនាងហើយយកមកដាក់លើពោះរបស់គាត់វិញថៃហានិយាយថាដោយសារតែនាងចង់បានលុយអញ្ចឹងទៅគាត់ក៏បានទៅលក់ស្រីរៀងរបស់គាត់ខ្លះហើយប្រាប់ធម្មតាអត់បានមែនចាំបាច់លក់អាវបើនិយាយពីហេសូវិញណាឥឡូវហ្នឹងនាងអត់ចាប់អារម្មណ៍ជាមួយនឹងសាច់ផេករបស់គាត់នឹងទេគឺនាងដឹងត្រឹមតែថាថៃហាហ្នឹងគឺជាមនុស្សល្ងងខ្លាំងមែនតើហេតុអីបានជាគាត់ចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងហេតុអីបានជាគាត់ល្អដាក់នាងម៉េះដល់តែឃើញហេសូយំអញ្ចឹងថៃហាចាប់ផ្ដើមភ័យប្រដៅគាត់ខំប្រឹងបកស្រាយថាគាត់លេងជាមួយនឹងនាងនោះទេអាស្នាមលើពោះរបស់គាត់ហ្នឹងគឺជាស្នាមចាស់យូរមកហើយគាត់ក៏មិននឹកស្មានថានាងជឿគាត់ហើយយំដល់ថ្នាក់ហ្នឹងដែរឥឡូវហ្នឹងទោះបីជាថៃហានិយាយមិនក៏ដោយក៏ហេសូយំអត់ព្រមបាត់ដែរឃើញថាកុំអោយលេងច្រើននេះឃើញមានយំមួយបាត់